កំ ប្លង់ប្លង់ងាយនាំគ្នាលេងត្រង់ខាងចិនបរិសុទ្ធយ៉ាប់ជារបាំខ្មែរឆាទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះមានអត្ថន័យយ៉ាងណាខ្លះទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីគឺគេត្រូវប្រព្រឹត្តទៅរយៈពេល3ថ្ងៃថ្ងៃដំបូងគឺដែលគេហៅថាជាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2គឺជាថ្ងៃវណ្ណបត្រនិងថ្ងៃទី3គឺជាថ្ងៃឡើងស័កការកំណត់ខែថ្ងៃម៉ោងនាទីដែលឆ្នាំចាស់ត្រូវបានផុតកំណត់ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះត្រូវបានគេឲ្យដឹងថាគឺអាស្រ័យទៅលើតាមក្បួនហោរាសាស្ត្រតាមបែបបុរាណគឺក្បួនមហាសង្ក្រាន្តនេះឯងចាប់ត្រឹមពីសម័យក្រុងនគរធំមកខ្មែរយើងគឺប្រើច័ន្ទគតិទឹកកំណត់យកខែមិគសិគឺជាខែចូលឆ្នាំហើយជាខែទី1នៃខែកដឹកដែលជាខែ12លុះក្រោយមកទៀតទើបគេនិយមប្រើតាមសូរ្យាគតិវិញដោយកំណត់យកខែចែកដែលជាខែដែលព្រះអាទិត្យចរចេញពីមីនរាសីចូលទៅកាន់មេឃរាសីហើយថ្ងៃចូលឆ្នាំរមែងត្រូវបានលើថ្ងៃទី13ខែមេសាដែលជាខែចែករៀងរាល់ឆ្នាំប៉ុន្តែយូរទៅមានការផ្លាត់ម្ដងចូលឆ្នាំត្រូវបានចូលទៅថ្ងៃទី14ចំពោះពិធីផ្សេងខ្មែរយើងរៀបចំតាមប្រពៃណីគឺនៅពេលមុនចូលឆ្នាំគឺគេប្រុងប្រៀបរកស្បៀងអាហារសម្អាតផ្ទះសម្បែងរែកទឹកដាក់ពេញពីងរកអស់ទុកកាត់សម្លៀកបំពាក់ថ្មីជាដើមហើយក្នុងថ្ងៃចូលឆ្នាំមកដល់គឺគេគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាដែលមានដូចជាបាយសី1គូស្លាធម៌1គូធូប5ទៀត5ទឹកអប់1គូផ្កាភ្ញីលាទឹក1ផ្តិលនិងភេសជ្ជៈនំនៃផ្លែឈើគ្រប់មុខចំណែកផ្ទះសម្បែងគឺគេតុបតែងរំលឹកទៅដល់អំពូលអគ្គិសនីខ្សែតូចដែលមានពណ៌ចម្រុះនិងចង្កៀងគោមគ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំថ្មីលុះដល់ពេលវេលាកំណត់ទេវតាឆ្នាំថ្មីចុះមកហើយគេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបគ្រឿងសក្ការៈហើយអុជធូបបាញ់ទឹកអប់បន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការពីទេវតាឆ្នាំថ្មីចំពោះគ្រឿងសក្ការៈនិងក្រយាខ្សោយដាក់ថ្វាយដល់ទេវតានោះគេនិយមតម្រូវទៅតាមចិត្តទេវតាដែលត្រូវចុះក្នុងឆ្នាំនីមួយឧទាហរណ៍បើទេវតាត្រូវចុះសោយល្ងសណ្ដែកគេត្រូវដាក់សណ្ដែកនិងល្ងថ្វាយដល់ទ្រង់ទូទៅគឺគេមានទំនៀមទម្លាប់រយៈពេល3ថ្ងៃគឺថ្ងៃទី1គឺគេត្រូវយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តពេលល្ងាចគឺគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចាត់ដីនៅជុំវិញព្រះវិហារឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនៅពេលត្រឡប់មកវិញប្រគេនភេសជ្ជៈដល់ព្រះសង្ឃនិមន្តលោកចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនាចូលឆ្នាំថ្ងៃទី2កូនចៅត្រូវជូនសម្លៀកបំពាក់នំចំណីលុយកាក់ដល់អ្នកមានគុណមានដូចជាឪពុកម្ដាយជីដូនជីតាជាដើមជួនកាលគេត្រូវធ្វើទានដល់អ្នកបម្រើដល់អ្នកក្រីក្រទៀតផងពេលរសៀលនាំគ្នាពុនភ្នំសាច់ហើយសូត្រធម៌អធិដ្ឋាននិងនិមន្តព្រះសង្ឃបាំងស្គរលើចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅសម្រាប់ថ្ងៃទី3ព្រឹកឡើងគឺគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹកនិងស្រង់ព្រះពុទ្ធរូបទៅតាមការនិយមនៅតាមតំបន់និងតាមស្រុកជាក់ស្ដែងហើយក្នុងពិធីបុណ្យចូលឆ្នាំថ្មីក៏គេនាំគ្នាលេងនៅល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើនដូចជាបោះអង្គញ់ចៅឈូងទាញព្រ័ត្រលាក់កន្សែងជាដើមអត្ថន័យនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកំណត់យកបុណ្យចូលឆ្នាំថ្មីនៅខែមេសាដែលជាខែចែកពីព្រោះខែចែកគឺជាដើមឆ្នាំនៃព្រះអាទិត្យចូលទៅកាន់មេឃរាសីគឺព្រះអាទិត្យដែលចំពីលើក្បាលសង្ក្រាន្តខ្មែរមានជំនឿថាក្នុងអំឡុងពេលមួយឆ្នាំនៃការរស់នៅគេតែងជួបប្រទះនៅអពមង្គលឧបទ្រពចង្រៃផ្សេងជួនកាលមានទុក្ខសោកជួនកាលគ្រោះអាសន្នអន់ក្រជួនកាលមានគ្រោះជំងឺរួមរឹតរាងកាយជួនកាលមានការប្រព្រឹត្តនៅអំពើសៅម៉ងមិនគប្បីលុះផុតឆ្នាំចាស់គេនឹងនាំគ្នាធ្វើបុណ្យគេស្លៀកពាក់ថ្មីគេនាំគ្នាដើរលេងកម្សាន្តដើម្បីឲ្យអស់កង្វល់ហើយធ្វើឲ្យសិរីសួស្តីនិងសុភមង្គលនៅក្នុងឆ្នាំថ្មីនេះចូល
នៅជីវិតរបស់ពួកគេវិញម្យ៉ាងទៀតរយៈពេល1ឆ្នាំដែលគេបានបែកចេញពីគ្រួសារនិងញាតិមិត្តទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅឯតំបន់ឆ្ងាយនោះចូលឆ្នាំថ្មីគេត្រូវវិលមកជួបជុំគ្នាដើម្បីសួរសុខទុក្ខដើម្បីបន្ធូរបន្ថយនូវការនឹករលឹកនិងបំបត្តិនូវការនឿយហត់ពីការងារផងដែររួចទៅបន្តជីវភាពថ្មីក្នុងឆ្នាំថ្មីប្រកបដោយភាពជោគជ័យនិងអាយុយឺនយូរអត្ថន័យម្យ៉ាងទៀតគឺស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីមួយដែលអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកស្រុករៀងលៀនជាកត្តាបង្កើនឲ្យមានសាមគ្គីជាតិហេតុនេះហើយទើបបានជាពេលនេះគេចាប់ផ្ដើមមិនត្រឹមតែជុំគ្រួសារប៉ុណ្ណោះទេគឺគេនាំគ្នាធ្វើបុណ្យនៅតាមវត្តអារាមដែលជាមជ្ឈមណ្ឌលបង្កើននូវសាមគ្គីភាពដោយសារពិធីបុណ្យចូលឆ្នាំថ្មីមានអត្ថន័យធំធេងយ៉ាងនេះហើយតើខ្មែរយើងនិយមរាប់អានគ្នាទុកជាប្រពៃណីជាតិមួយតាំងពីដើមរៀងមក ក្នុងប្លង់ផងងាយនំនាលេងរំខាងចិត្តបរិសុទ្ធយ៉ាក់ជារបាំ